ជំរាបសួរអ្នកទាំងអស់គ្នាខ្ញុំចាក់ដិតស៊ូលីប្រធានផ្នែកសង្គ្រោះបន្ទាន់នៃទីពេទ្យអនុស្សាវរីយ៍សន្តិភាពខ្ញុំតំណាងឲ្យគ្រូពេទ្យនៃទីពេទ្យអនុស្សាវរីយ៍សន្តិភាពសូមអរគុណសម្រាប់អ្នកទាំងអស់គ្នាវិទ្យាទាំងអស់គ្នាដែលបានមកទីពេទ្យអនុស្សាវរីយ៍សន្តិភាពហើយចែករំលែកបទពិសោធន៍របស់អ្នកទាំងអស់គ្នាហើយនឹងគ្រប់គ្រងទៅនឹងវគ្គបណ្ដុះបណ្ដាលកន្លងមកពួកយើងពិតជាបានរៀនច្រើនពីអ្វីដែលអ្នកទាំងអស់គ្នារៀនហើយនឹងបទពិសោធន៍របស់អ្នកទាំងអស់គ្នាបានរៀនហើយខ្ញុំសូមជូនពរអ្នកទាំងអស់គ្នានៅក្នុងឆ្នាំ2026ខាងមុខនេះជូនពរឲ្យអ្នកទាំងអស់គ្នាមានសុខភាពល្អហើយនឹងពុទ្ធពរទាំង4ប្រការអាយុវណ្ណៈសុខៈវរៈនិងបដិបញ្ញាកុំបីឃ្លាតដែរខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងនៅបន្តនៃការគ្រប់គ្រងវគ្គបណ្ដុះបណ្ដាលរបស់យើងហើយនឹងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងបន្តមកទីពេទ្យរបស់យើងបន្តទៀតបាទសូមអរគុណ